សូមគោរពសួស្តីបងប្អូនសូមគោរពសួស្តីបងប្អូនសំភ័សលក់គ្រឿងទូរស័ព្ទវីដេអូមួយនេះគឺសម្រាប់បងប្អូនស្នើខ្ញុំច្រើនដងហើយប៉ុន្តែខ្ញុំចេះតែមិនទាន់បានឆ្លើយតបព្រោះមានរឿងមិនសប្បាយចិត្តច្រើនសូមបងប្អូនអធិស្ឋានផងដែលខ្ញុំឆ្លើយតបជឿបន្តិចអញ្ចឹងឥឡូវនេះត្រូវតែខំប្រឹងឆ្លៀតឆ្លើយតបបងប្អូនឲ្យហើយសិនបើមិនអញ្ចឹងទេខ្ញុំនេះនឹងក្លាយទៅជាមនុស្សដែលមិនដឹងខុសត្រូវនិងអសុជីវធម៌ណាស់មូលហេតុដែលខ្ញុំមិនចេញមុខនៅក្នុងเพจដោយសារកត្តាមួយចំនួនដូចតទៅទី1ខ្ញុំមិនដែលចង់ល្បីឈ្មោះអីទេឲ្យតែយីហោផ្ទះឆ្ងាញ់កោដុតនេះល្បីទៅបានហើយព្រោះខ្ញុំចូលចិត្តក្បួនដឹកនាំបែបចចកហើយអ្វីដែលខ្ញុំចង់ឃើញបំផុតនោះគឺគ្រប់សាខា franchise ផ្ទះឆ្ងាញ់កោដុតទាំងអស់លក់ដាច់ខ្លាំងគ្រប់គ្នាទៅខ្ញុំនេះសប្បាយចិត្តណាស់ហើយប៉ុន្តែគួរឲ្យសោកស្ដាយក៏មានសាខាខ្លះបរាជ័យមិនបានជោគជ័យព្រមគ្នាសោះរឿងនេះក៏ធ្វើឲ្យខ្ញុំមួម៉ងចិត្តណាស់ដែរទី2ខ្ញុំចូលចិត្តនិយាយរឿងជាតិនិងសង្គមបងអូនដឹងស្រាប់ហើយថាវាប៉ះទង្គិចណាស់ពេលខ្ញុំនិយាយត្រូវចិត្តខាងស្របទៅខាងប្រឆាំងខឹងដល់ពេលខ្ញុំនិយាយត្រូវចិត្តខាងប្រឆាំងទៅខាងស្របស្អប់វិញម្ដងពួកគេមិនបានខ្វល់ថាខ្ញុំនិយាយឈរលើការពិតនិងមិនប្រកាសបកពួកណាមួយឡើយណាឲ្យតែនិយាយខុសចិត្តពួកគេទោះខ្ញុំនេះនិយាយត្រូវហើយពិតក៏ដោយក៏ពួកគេខឹងស្អប់និងចងគំនុំនឹងខ្ញុំដែរជាក់ស្ដែងការខ្ញុំនិយាយរឿងបងអុកម៉ៅនិងបងផុនយុទ្ធខ្វះអីអ្នកគាំទ្រខ្ញុំច្រើនណាស់ងាកមកជេរខ្ញុំចង់រយៈភេកអស់ហើយពេលនោះក៏មានអ្នកខាងស្របដែលធ្លាប់ខ្នាញ់ស្អប់ខ្ញុំតាំងពីមុនមកក៏ចេញមកអបអរសាទរខ្ញុំដែលត្រូវប្រិយមិត្តរបស់ខ្ញុំពីមុននឹងជេរខ្ញុំវិញខ្ញុំចាំមិនភ្លេចសំណេរមួយដែលក្រុមស្របម្នាក់គេសរសេរឌឺដងខ្ញុំថាការពិតអ្នកនិយាយគេសំដៅលើខ្ញុំនឹងជាពួកប្រឆាំងដែរទេប៉ុន្តែពួកប្រឆាំងគ្នាវានឹងស្ដាប់មិនយល់ក៏ជេរគ្នាវាទៅចឹងបានថាគិតទៅគួរឲ្យអស់សំណើចដែរខាងស្របចោទថាខ្ញុំនេះខាងប្រឆាំងហើយខាងប្រឆាំងចោទថាខ្ញុំនេះខាងស្របគិតទៅនៅកណ្ដាលនឹងអព្យាក្រឹតមានអ្នកស្អប់ដល់ទៅពីក្រុមដូច្នេះការដែលខ្ញុំមិនចេញមុខជាការល្អសម្រាប់ខ្ញុំណាស់ឆ្លៀតឱកាសនេះខ្ញុំសូមប្រកាសជូនទៅខ្មែរទូទាំងប្រទេសទូទាំងសកលលោកថាមិនថាអ្នកនៅខាងស្របមិនថាអ្នកនៅខាងប្រឆាំងទេខ្ញុំមិនមែនខាងក្រុមប្រឆាំងហើយក៏មិនមែនខាងក្រុមស្របណាដែរក្រុមឬបករបស់ខ្ញុំគឺបកស្នេហាជាតិបកដែលធ្វើអ្វីដើម្បីប្រយោជន៍ជាតិពិតប្រាកដនិងក៏សូមផ្ដាំក៏ដូចជាទទូចសុំទៅលោកបងលោកប្អូនទាំងក្រុមប្រឆាំងនិងក្រុមស្របដែរថាលមមឈប់លាបពណ៌គ្នាទៀតទៅលមមឈប់មានជំងឺ3ចទៀតទៅខ្មែរអើយទី3ខ្ញុំចង់រស់នៅដោយជីវភាពធម្មតាទៅណាមកណាមិនចាំបាច់រៀបរឹករៀបពៀឬខំសម្ដែងឲ្យគេមើលមកថាខ្ញុំនេះល្អអីទេទៅណាមកណាគ្មានអ្នកស្គាល់ពិតជាស្រួលខ្លួននិងមានសេរីភាពណាស់សម្រាប់ខ្ញុំនិយាយនេះគ្រាន់តែចង់ប្រាប់បងអូនពីអត្តចរិតរបស់ខ្ញុំប៉ុណ្ណោះមិនមែនចង់ថាខ្ញុំរាល់ថ្ងៃនេះលយសម្បើមអីទេខ្ញុំគ្មានអីអស្ចារ្យទេត្រឹមជាអ្នកលក់កោដុតតាមដងផ្លូវម្នាក់ប៉ុណ្ណោះនិងមានបងប្អូនរួមក្រុមគ្រួសារផ្ទះឆ្ងាញ់កោដុតប៉ុន្មានអ្នកដែរដែលស្រឡាញ់គ្នាកំពុងរួមដំណើរជាមួយគ្នានិងខិតខំសម្រេចបេសកកម្មជាមួយគ្នាក្នុងការលើកស្ទួយមុខម្ហូបកោដុតខ្មែរឲ្យក្លាយទៅជាមុខម្ហូបតំណាងជាតិប៉ុណ្ណឹងឯងនិយាយលេង4នាទីជាងបាត់ទៅហើយអញ្ចឹងខ្ញុំសូមបកស្រាយជម្រាបជូនបងអូនប៉ុណ្ណឹងចុះបងណាសង្ឃឹមថាថ្ងៃក្រោយបើមាននិស្ស័យខ្ញុំមានសំណាងបានជួបបងអូននិងប៉ាវបងអូនផឹកកាហ្វេមួយកែវសំណេះសំណាលគ្នាលេងដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់កោដុតសូមអរគុណសូមគោរពជម្រាបលា